25,000 ថ្ងៃជីវិតមនុស្សយើងជាមធ្យមមានប្រហែល 25,000 ថ្ងៃដើម្បីមើលថ្ងៃរះដើម្បីក្តីស្រឡាញ់ចែករំលែកអ្វីទៅកាន់សង្គមហើយមានការតស៊ូរៀនសូត្រប៉ុន្តែសង្គមកាន់តែទំនើបសីលធម៌សង្គមកាន់តែធ្លាក់ចុះការប្រកួតប្រជែងការប្រៀបធៀបកាន់តែខ្ពស់ធ្វើឲ្យយើងហត់នឿយនឹងការរត់តាមសង្គមមួយនេះរហូតដល់ពេលខ្លះមានអារម្មណ៍បាក់ទឹកចិត្តហើយមិនបានប្រើប្រាស់ពេលវេលាឲ្យអស់ពីសមត្ថភាពដើម្បីរៀនសូត្រនិងរស់នៅក្នុងសង្គមឲ្យមានប្រសិទ្ធភាពតើមួយថ្ងៃយើងគួរចំណាយពេលបែបណាដើម្បីឲ្យថ្ងៃរបស់យើងជាថ្ងៃល្អហើយប្រើប្រាស់អស់ពីលទ្ធភាពចិត្តស្លាប់គឺពិបាកណាស់ឬគ្មានអ្នកណាមួយចង់និយាយពីវានោះទេព្រោះគ្រប់គ្នាភ័យខ្លាចចំពោះការស្លាប់តើធ្វើបែបណាទើបអាចស្លាប់ដោយស្រួលតើធ្លាប់មានមនុស្សដែលស្លាប់ដោយស្រួលដែរឬទេតើសេចក្តីស្លាប់ជារឿងអាក្រក់ឬល្អតើអ្នកគួរសោកស្ដាយឬគួរមានក្តីសង្ឃឹមអ្វីដែលមនុស្សខ្លាចបំផុតនោះគឺជាអ្វីដែលពួកគេមិនអាចយល់និងទប់ស្កាត់បានអ្វីដែលមនុស្សមិនអាចទទួលយកបាននោះគឺលែងមានថ្ងៃស្អែកដើម្បីរីករាយនឹងអ្វីដែលខ្លួនខំអោបក្រសោបទុកមកជាយូរអ្វីដែលមនុស្សអវិជ្ជាបំផុតនោះគឺការដែលមានទស្សនៈខ្វល់ខ្វាយរត់ដេញតាមអនាគតខ្លាំងពេកហើយមិនស្កប់ស្កល់នឹងបច្ចុប្បន្នភាពរបស់ខ្លួនអ្វីដែលមនុស្សគិតខុសបំផុតក្នុងជីវិតប្រចាំថ្ងៃនោះគឺកាលដែលគិតថាក្រែគេងរបស់ពួកគេខុសគ្នាពីក្រែគេងក្នុងបន្ទប់សង្គ្រោះបន្ទាន់តើមនុស្សកំពូលក្នុងលោកនិយាយអ្វីខ្លះមុនពេលរលត់សង្ខារព្រះពុទ្ធមនីភិក្ខុទាំងឡាយគ្រប់វត្ថុធាតុផ្សំទាំងអស់គឺត្រូវតែរលត់សង្ខារចូលរួចចាក់ទុកដោយសេចក្តីព្យាយាមEpicurus ទស្សនវិទូក្រិចទស្សនៈរបស់គាត់ផ្ដោតទៅលើការរស់នៅដោយសប្បាយចិត្តនិងមូលហេតុនៃទុក្ខផ្លូវចិត្តរបស់មនុស្សកើតចេញពីការប្រឆាំងនឹងការស្លាប់ហើយកាលដែលសន្មតថាការស្លាប់គឺគួរឲ្យភ័យខ្លាចនិងឈឺចាប់សម្ដីចុងក្រោយរបស់គាត់សិល្បៈនៃការស្លាប់ដោយប្រសើរនិងសិល្បៈនៃការរស់ដ៏ប្រសើរគឺតែមួយ Albert Einstein កំពូលអ្នកប្រាជ្ញរូបវិទ្យាដែលរកឃើញទ្រឹស្ដីគ្រប់គ្រងចក្រវាឡទាំងមូលគាត់បាននិយាយជាចុងក្រោយទៅកាន់គ្រូពេទ្យម្នាក់ចំនួន 2-3 ម៉ាត់ជាភាសាអាល្លឺម៉ង់ជាអកុសលគ្រូពេទ្យនោះមិនចេះអាល្លឺម៉ង់ទេដូច្នេះយើងមិនដឹងថាគាត់និយាយអ្វីនោះទេតែសម្ដីដែលអាចចាត់ថាជាពាក្យចុងក្រោយរបស់គាត់គឺនៅពេលដែលគាត់ប្រកែកមិនធ្វើការវះកាត់គាត់និយាយថាខ្ញុំចង់ទៅនៅពេលដែលខ្ញុំចង់ទៅវាគ្មានរសជាតិអ្វីទេដើម្បីពន្យាជីវិតតាមបែបសិប្បនិម្មិតខ្ញុំបានធ្វើនៅអ្វីដែលខ្ញុំចង់ចែករំលែកហើយនេះជាពេលដែលត្រូវទៅហើយខ្ញុំនឹងទៅឲ្យលយបំផុត Charlie Chaplin សក់លោកំពូលតារាកំ pl ែងកាយវិការមុនពេលស្លាប់អាចារ្យគ្រិស្តសាសនានិយាយទៅកាន់គាត់ថាសង្ឃឹមថាព្រះអាចមានក្តីមេត្តាទៅលើព្រលឹងនេះគាត់តបជាចុងក្រោយថារឿងអីមិនអាចចង់បញ្ចប់ព្រលឹងខ្ញុំជាកម្មសិទ្ធិរបស់ទ្រង់ហើយ Richard Feynman អ្នកប្រាជ្ញរូបវិទ្យាផ្នែកអេឡិចត្រូឌីណាមិកកង់តិច
និងជាគ្រូដែលឆ្នើមបំផុតក្នុងសតវត្សទី20បន្ទាប់ពីគ្រូពេទ្យបញ្យល់ប្រាប់ប្អូនស្រីគាត់ថាមនុស្សចិត្តស្លាប់តែងតែកម្រើកម្រាមម្ដាយតិចៗបែបនេះជាធម្មជាតិទេមិនមែនគាត់អ្នកបញ្ជានោះទេកាយវិការរបស់គាត់ចុងក្រោយនោះគឺលើកដៃឡើងទៅលើហើយធ្វើកាយវិការលាត់ដៃអាវរួចលានអណ្ដាតលើកដៃព្រោះគាត់ចង់បញ្ជាក់ថាគាត់នៅតែអាចបញ្ជាបានលាត់ដៃគាត់ចង់បញ្ជាក់ថាគាត់នឹងលេងសៀកឲ្យមើលសៀកនោះគឺគាត់លានអណ្ដាតមានន័យថាមិនដែរអ្នកយល់ខុសពីមនុស្សចិត្តស្លាប់ហើយខ្ញុំនៅដឹងគ្រប់យ៉ាងទោះរាងកាយខ្ញុំលែងមានធម៌ពលតែចិត្តខ្ញុំនៅតែដដែល Steve Jobs ស្ថាបនិកក្រុមហ៊ុនយក្សគ្រឿងអេឡិចត្រូនិក Apple គាត់សម្លឹងមើលកូនគាត់និងភរិយារបស់គាត់មួយស្របក់រួចក៏បិទភ្នែកគាត់មិនបាននិយាយអ្វីទេតែគាត់បញ្ចេញអារម្មណ៍ដោយសូរសៀងចំនួន3ដងថាអូវ៉ាអូវ៉ាអូវ៉ាតើយើងអាចទទួលបានមេរៀនអ្វីពីសារចុងក្រោយរបស់ពួកគាត់ទី1មិនតក់ស្លុតនឹងសេចក្តីស្លាប់មនុស្សដែលមិនតក់ស្លុតសេចក្តីស្លាប់មិនមានន័យថាជាមនុស្សមិនចង់រស់ទេតែជាមនុស្សដែលហ៊ានប្រឈមមុខនឹងការពិតទី2មនុស្សចិត្តស្លាប់គឺដឹងច្បាស់ថាខ្លួនចិត្តស្លាប់រាងកាយផ្ដល់ភ្លើងក្រហមឲ្យចិត្តនឹងទទួលអារម្មណ៍មួយដែលថ្មីស្រឡាងមិនធ្លាប់មានថាដល់ពេលហើយវាជាជំរើសរបស់អ្នកប្រឆាំងឬទទួលយកទី3អ្នកនឹងស្លាប់ដោយស្រួលបើអ្នកទទួលយកសេចក្តីស្លាប់ហេតុអ្វីម្ចាស់សំឡេងដឹងម្ចាស់សំឡេងស្លាប់រាល់យប់ហើយកើតរាល់ព្រឹកទី4អ្នកអាចព្រមទទួលយកសេចក្តីស្លាប់បានបើអ្នកព្រមដាក់សម្ពាយទាំងឡាយដែលអ្នកគិតថាជាកម្មសិទ្ធិរបស់អ្នកវាជាពេលវេលាចុងក្រោយបង្អស់នៃសង្គ្រាមរវាងអាត្មាអ្នកនិងភ្លើងសច្ចៈនៃការរំលត់សង្ខាររបស់វត្ថុធាតុផ្សំក្នុងធម្មជាតិបើអ្នកនៅតែប្រយុទ្ធអ្នកគ្រាន់តែពន្យាពេលនៃការឈឺចាប់ក្នុងសង្គ្រាមដែលត្រូវចាញ់ 100% បើអ្នកដាក់កំបិតចុះហើយចុះចាញ់ភ្លើងនៃការរំលត់សង្ខារនឹងคล้ายជាពន្លឺដ៏ស្រស់ថ្លាបំភ្លឺផ្លូវអ្នកដំណើរបន្ទាប់របស់អ្នកនឹងស្រាលខ្លួនទី5រស់រាល់ថ្ងៃឲ្យដូចជាថ្ងៃចុងក្រោយដើម្បីដាក់សម្ពាធចុះហើយអាចយកឈ្នះភាពជំនះនៃអាត្មាដោយងាយក្នុងដំណាក់កាលនៃការប្រឈមមុខនឹងសេចក្តីស្លាប់ដែលចូលកាន់តែគៀកចូលអ្នករស់នៅដោយមានទស្សនៈឲ្យប្រសើរចេតនាឲ្យប្រសើរវិចារឲ្យប្រសើរប្រព្រឹត្តកម្មឲ្យប្រសើរមានតម្រូវការជីវិតឲ្យប្រសើរមានសេចក្តីព្យាយាមឲ្យប្រសើរមានលំនឹងផ្លូវចិត្តឲ្យប្រសើរនិងមានសមាធិឲ្យប្រសើរការរស់នៅតាមមាគ៌ានេះវានឹងធ្វើឲ្យអ្នករស់ដោយសប្បាយចិត្តដោយស្កប់ស្កល់ដោយគុណធម៌ដែលជាអំណាចគ្រប់គ្រងភាពក្អេងក្អាងប្រងើយកន្តើយភាពមិនចេះឆ្អែតឆ្អន់របស់អាត្មាអ្នកឲ្យប្រែជាទុនភ្លុនភ្ញាក់រលឹកជារឿយ
លែងអោបក្រសោបខ្លាំងខ្លាពេកជាហេតុនាំឲ្យសង្គ្រាមទឹកចុងក្រោយប្រកបដោយសន្តិភាពនិងបញ្ចប់ទៅយ៉ាងឆាប់រហ័សតើមានអ្វីកើតឡើងក្រោយពេលស្លាប់សួរធ្វើអីចង់ដឹងធ្វើអីបើគ្រាន់តែរាល់ថ្ងៃមានអ្វីកើតឡើងក្នុងចិត្តនិងក្រៅចិត្តអ្នកមិនព្យាយាមយកចិត្តទុកដាក់ផងនោះអ្នករស់នៅមិនទាន់អស់លទ្ធភាពដើម្បីឲ្យស្គាល់ពីសម្រស់នៃជីវិតផងចង់ដឹងរឿងក្រោយពេលអស់ជីវិតធ្វើអ្វីថាសួរព្រោះចង់ដឹងមិនឯងជារសជាតិមួយនៃជីវិតដែនតើថាចង់ដឹងដែលហួសពីការដឹងវាជាទុក្ខខ្លាំងណាស់ធ្វើមិនដេចរស់បានសុខកើតបើរស់មិនបានសុខព្រោះគិតរឿងមិនគួរគិតគឺជាទង្វើនៃការបំផ្លាញពេលវេលាដែលកំពុងឆ្ពោះខិតទៅរកភ្លើងមរណៈដល់ពេលវេលាកាន់តែខើចតាំងចាប់ផ្ដើមស្ដាយថារស់មិនទាន់អស់ចិត្តផងនៅចង់មើលគេមើលឯងបន្តទៀតចុះមិនដេចបញ្ចាប់ផ្ដើមមើលទៅចាំដល់ពេលណាទៀតនៅចំពោះមុខហើយតារីករាយទៅពេញចិត្តទៅញញឹមទៅស្កប់ស្កល់នឹងអ្វីដែលខ្លួនមានចំពោះមុខចាំដល់ពេលណាទៀតមើលមកកូនអ្នកពេលនេះទៅមើលហើយញញឹមឲ្យដូចជាពេលដែលអ្នកញញឹមពេលឃើញគាត់ប្រសូតនៅវិនាទីដំបូងទៅមើលមុខឪពុកម្ដាយរបស់អ្នកហើយញញឹមឲ្យដូចពេលដែលអ្នកញញឹមដាក់មនុស្សដែលអ្នកកំពុងវិចស្រឡាញ់ទៅមើលមុខឪពុកម្ដាយអ្នកហើយញញឹមឲ្យដូចដែលអ្នកញញឹមដាក់មនុស្សដែលអ្នកកំពុងលួចស្រឡាញ់សាក់មើលឧស្សាហ៍ឲ្យដូចស្រមោចសាក់មើលពុះពៀជំនះឲ្យដូចស្មៅសាក់មើលស្មោះត្រង់ឲ្យដូចលក្ខខណ្ឌធម្មជាតិសាក់មើលរស់រវើកឲ្យដូចទឹកសាក់មើលចិត្តលះឲ្យដូចកញ្ចក់សាក់មើលកញ្ចក់ទទួលយកនូវការឆ្លុះបញ្ចាំងគ្រប់រូបភាពទាំងអស់ពេលអ្វីៗទាំងអស់ចាកចេញកញ្ចក់មិនដែលជាប់ចម្ពាក់អោបក្រសោបរូបភាពនោះទៀតទេមានមេត្តាករុណាដោយគ្មានលក្ខខណ្ឌឲ្យដូចព្រះអាទិត្យសាក់មើលគេគ្រប់គ្នាសែនព្រះខែតែគេមិនដែលសែនព្រះអាទិត្យទេព្រះអាទិត្យមិនដែលត្អូញត្អែទេតែក៏មិនបញ្ឈប់នៅការលះបង់ក្នុងការផ្ដល់ពន្លឺនិងធម៌ពលជីវិតឲ្យមនុស្សដែលមិនខ្វល់ខ្វាយមិនដឹងគុណហើយបើទោះជាខ្លួនត្រូវរស់នៅកណ្ដាច់កណ្ដាញម្នាក់ឯងក៏ដោយតើអ្នកអាចយកពេលវេលា10វិនាទីជារៀងរាល់ម៉ោងក្នុងជីវិតប្រចាំថ្ងៃដកដង្ហើមមួយរួចញញឹមឲ្យរង្វាន់ខ្លួនឯងដោយមិនចាំបាច់មានហេតុផលខាងក្រៅណាមួយជាកតាលីករបានទេតើអ្នកអាចលួចអង្គុយមើលមុខប្តីឬប្រពន្ធរបស់អ្នកដោយក្តីស្រឡាញ់ឲ្យដូចកាលដែលអ្នកបានលួចស្រឡាញ់គាត់នៅគ្រាដំបូងបានទេបើអ្នកអាចធ្វើរឿងទាំងអស់នេះបានច្រើនហើយចាំចំណាយពេលសួរសំណួរថាតើមានអ្វីកើតឡើងក្រោយពេលស្លាប់បើមានអ្វីកើតឡើងចំពោះអ្នកក្រោយពេលអ្នកស្លាប់បានន័យថាអ្នកដឹងថាវាកើតឡើងតើពិភពដែលអ្នកត្រូវទៅក្រោយពេលអ្នកស្លាប់អាចឲ្យអ្នកដឹងអ្វីលើសពីពិភពដែលអ្នកកំពុងមានជីវិតដោយសារដឹងនេះទេចម្លើយគឺមិនមែនចម្លើយគឺចម្លើយតើសេចក្តីស្លាប់គឺជារឿងអាក្រក់ឬល្អពាក់ព័ន្ធដល់ការស្លាប់ហើយនៅរោគល្អរោគអាក្រក់ធ្វើអ្វីចំពោះអ្នកចិត្តស្លាប់ការបែងចែកអាក្រក់ល្អលែងមានតម្លៃនិងមានទម្ងន់ក្នុងចិត្តទៀតហើយទី1ចំពោះអ្នកដែលមិនព្រមចោលសម្ពាយវិបដិសារីសម្ពាយកម្មសិទ្ធិសម្ពាយអាឡោះអាល័យសម្ពាយកាយសម្ពាយទៅដល់ខ្យល់ទើបជាទម្ងន់ចិត្តដល់ពិតប្រាកដចំពោះអ្នកដែលព្រមចោលសម្ពាយទាំងនេះមិនខ្ចីស្រវាសំបីតែខ្យល់ដង្ហើមស្មឹងស្មាតមានសមាធិនោះខ្យល់ដង្ហើមនឹងថមថយបន្តិចម្ដងដូចជាបានគេងលងលក់យ៉ាងស្រួលរឿងដែលម្ចាស់សម្លេងរៀបរាប់ទាំងអស់សុទ្ធតែមានផ្ោះតាងដោយផ្អែកទៅលើទិន្នន័យការស្រាវជ្រាវរបស់ Dr. Peter Fenwick ហើយវាជាសេចក្តីសន្និដ្ឋានចុងក្រោយរបស់គាត់ដើម្បីស្លាប់ដោយប្រសើរអ្នកត្រូវតែរស់ដោយប្រសើរអ្នកលះអ្នកទៅនិព្វានអ្នកអោបក្រសោបអ្នកនឹងបន្តវាលវត្តសង្សារទៅតាមសម្ពាយដែលអ្នកយកទៅតាមក្នុងវិនាទីចុងក្រោយនៃដង្ហើមរបស់អ្នកទី2ចំពោះអ្នកនៅរស់សេចក្តីស្លាប់គឺជារឿងល្អព្រោះវាជាអាវុធដ៏ស័ក្តិសិទ្ធិបំផុតដើម្បីឲ្យអ្នករស់នៅដោយមានអត្ថន័យបើអ្នកអាចរស់បានរហូតថ្ងៃណាមួយអ្នកនឹងទ្រាំទ្រលែងបាននៅទុក្ខទាំងឡាយដដែល
ហើយអ្នកនឹងត្រូវប្រឈមជាមួយវាជារៀងរហូតនោះអ្នកនឹងចង់ស្លាប់វិញជាមិនខានហើយឧបមាថាទោះធ្វើយ៉ាងណាក៏អ្នកលែងស្លាប់នោះគឺវីវរហើយចូលគេងជប់នេះសង្ឃឹមថាក្រែអ្នកនឹងរំលឹកអ្នកពីអ្វីមួយដល់ពេលស្លាប់ហើយស្អែកកើតឡើងវិញកាលកើតដំបងស្រួលណាស់ព្រោះមានចិត្តបរិសុទ្ធទៅទេស្អាតទោះយំពេញមួយទំហឹងដោយសារការប្រឆាំងរបស់រូបរាងកាយក្នុងការសម្របខ្លួននឹងបរិយាកាសថ្មីក៏ចិត្តអ្នកគ្មានទុក្ខលំបាកដែរពេលបន្តស្លាប់រាល់យប់កាន់តែពិបាកទៅព្រោះសម្ពាធកម្មច្រើនពេកពេលកាត់រាល់ព្រឹកដូចមិនស្រួលដូចពេលកាត់ដំបងសោះដូច្នេះពេលអ្នកស្លាប់រាល់យប់វាជាជំរឿនរបស់អ្នកថាចង់ស្លាប់ស្រួលឬចង់ស្លាប់ពិបាកពេលអ្នកស្ពាយភ្លើងមុនស្លាប់ជារៀងរាល់យប់អ្នកនឹងបន្តការរស់ក្នុងពិភពសិបិនដែលអាក្រក់ពេលអ្នកស្ពាយផ្កាមុនពេលស្លាប់ជារៀងរាល់យប់អ្នកនឹងបន្តការរស់ក្នុងពិភពសិបិនដែលល្អពេលអ្នកចោលសម្ពាយទាំងអស់មុនពេលស្លាប់ជារៀងរាល់យប់8ម៉ោងនៃការស្លាប់របស់អ្នកហាក់ដូចជាទទេស្អាតសែនស្ងប់ស្ងាត់ពេលអ្នកកាត់ព្រឹកបន្ទាប់ដល់ការភ្ញូចនៃកម្មរបស់រាងកាយជីវិតថ្មីរបស់អ្នកហាក់ដូចជាស្រស់ថ្លាខ្លាំងណាស់មែនទេបើអ្នកពេញចិត្តវីដេអូនេះសូមកុំភ្លេចចែករំលែកបន្តផងសូមអរគុណ